ខ្ញុំសូមថ្វាយបង្គំលើកដៃប្រណម្យឈ្មោះព្រះរតនត្រ័យវាសនាគូកបពិតជាមានភ័ព្វនិស័យបញ្ញាសង្ឃល្អក្រៃជាគ្រឹះស្ថានសិក្សាផ្ដល់ចំណេញថ្លៃថ្លាអកាយវិចាចិត្តវាបបិទ្ធព្រះអង្គនៅចម្រើនតើខ្ញុំព្រះអង្គពិតជានឹងចិត្តអស់បនធ្លាក់ទៅមែនទេព្រះអង្គថាហ្នឹងហើយអ្នកត្រូវចិត្តអស់បនហើយខ្ញុំព្រះអង្គស្លាប់ទៅពិតជាធ្លាក់ទៅពិតជាកើតកំណើតជាសុនខៈមែនទេព្រះអង្គថាហ្នឹងហើយអ្នកពិតជាកើតទៅជាកំណើតសុនខៈហើយរួចពីហ្នឹងអ្នកនឹងកើតទៅជាជ្រូករួចពីជ្រូកអ្នកនឹងកើតទៅជាមនុស្សកថ្លង់រួចពីកថ្លង់ហ្នឹងណាអ្នកនឹងបានមកមនុស្សធម្មតាហើយមនុស្សធម្មតានឹងបានលុះត្រាតែអ្នកខំប្រឹងចម្រើនទៅនៅគុណធម៌ក្នុងកំណើតមនុស្សធម្មតានឹងឲ្យបានច្រើនដើម្បីអ្នកបានពូជគឺសេចក្តីល្អនោះមកកន្លែងដែលអ្នកចង់បានសួរព្រះតាហេតុអីបានខ្ញុំព្រះអង្គធ្លាក់ទៅកើតជាឆ្កែនិយាយឆ្កែចេះហ្មងសុអ្នកខៈកែញោមមិនស្គាល់ចឹងហេតុអីបានខ្ញុំព្រះអង្គកើតទៅជាឆ្កែថាអ្នកឯងកាលពីអតីតកាលពីមុនមកកើតនៅស្ថានសួគ៌ហ្នឹងអ្នកឯងចូលចិត្តដើរនិយាយចាក់រុកគេដើរចូលចិត្តដើរឆ្កះឆ្កៀលគេជាបចោម្ដាយឪពុកជាបចោញាតិមិត្តចិត្តខាងប្រើសម្ដីអសុរោះមិនដែលប្រើពាក្យពិរោះពិសាដាក់អ្នកដតីជាពិសេសអត់អីទេគឺដើរតែនិយាយឲ្យគេឆ្លោះទាស់ខ្វែងកំណត់ដោយសារតែសម្ដីអ្នកឯងដើរនិយាយចាក់រុកភូតផកុហកបោកប្រាស់ញុះញង់អ្នកដតីឲ្យគេក្តៅកាហាយដោយសារតែមាត់អ្នកឯងហ្នឹងចឹងអ្នកឯងដាច់ចោលទៅហ្នឹងគឺធ្លាក់ទៅនឹងសោយអាទោសហ្នឹងមុនគេចឹងអ្នកយាយអ្នកណាចូលចិត្តនិយាយដើមគេគឺទៅហ្នឹងហើយអាសំឡេងព្រោះហ្នឹងណាយាយហ្នឹងហើយសំឡេងព្រុសព្រឹកព្រុសល្ងាចហ្នឹងចឹងអ្នកណាចូលចិត្តនិយាយដើមគេទៅហ្នឹងហើយបងហើយដល់ពេលព្រុសទៅហ្នឹងមែនអាមនុស្សនិយាយដើមគេហ្នឹងទៅណាក៏ស្អប់ដែរគេអត់ចូលចិត្តទេចឹងអាឆ្កែនេះព្រុសពេលណាក៏ដោយក៏គេមិនដែលសប្បាយចិត្តនឹងសំឡេងវាព្រុសដែរតាមសួនមិនមែនអ្នកដតីមិនចូលចិត្តទេអាម្ចាស់ខ្លួនឯងតែព្រុសខុសរឿងហ្នឹងដុំដីទៅមកដុំដីឥឡូវហ្នឹងអាម្ចាស់អ្នកអញ្ចឹមហ្នឹងណាហ្នឹងចឹងអាលឺសំឡេងឆ្កែព្រុសហ្នឹងដូចមិនសប្បាយចិត្តសោះទាំងយើងទាំងគេទេណាធុញថ្លង់ណាសំឡេងហ្នឹងចឹងមានន័យថាមនុស្សណាដែលចូលចិត្តនិយាយដើមគេចាក់រុកគេធ្វើឲ្យគេក្តៅកាហាយគេឆ្លោះទាស់ដោយសារសម្ដីដែរអាមនុស្សហ្នឹងទៅណាក៏គេអត់ចូលចិត្តដែរនឹងគេមិនសប្បាយចិត្តជាមួយទេប៉ចឹងញាតិញោមគួរលះអីនឹងទី1បិសនវាចាបរុសវាចាសម្ភពបលាសៈបៈនឹងមុសាវាទនឹងសំខាន់ណាស់ត្រូវលះអាហ្នឹងកាលណាអត់លះអាហ្នឹងទេទៅកំណើតហ្នឹងបងហ្នឹងដល់អញ្ចឹងព្រះអង្គសម្ដែងថាសួរទៀតតែចុះមិនបានចេញពីឆ្កែហ្នឹងចេញពីសុអ្នកខៈហ្នឹងត្រូវទៅជ្រូកថាអ្នកឯងស្លាប់ពីកំណើតចតិរិឆានទី1ទៅកំណើតតិរិឆានទី2ទៅជាជ្រូកព្រោះអ្នកឯងហ្នឹងការដែលនៅរស់រានមានជីវិតលោភលន់ចង់បានត្រេកតាអានឹងទ្រព្យរបស់អ្នកដតីខ្ជិលចោសមិនបំរើម្ដាយមិនបំរើឪពុកមានទ្រព្យមានរបស់ឆ្ងាញ់ស៊ីតែឯងលោភលះរបស់នឹងអាហ្នឹងព្រះអង្គសម្ដែងក្នុងបរាភវៈសូនអាមានទ្រព្យហើយមិនចិញ្ចឹមម៉ែមិនចិញ្ចឹមឪហ្នឹងមិនចិញ្ចឹមបុត្រមិនចិញ្ចឹមភរិយាសបាយតែជាមួយស្រីញីបៀបនដូរតន្ត្រីព្រឹកល្ងាចអញ្ចឹងអ្នកឯងស្លាប់ទៅនឹងទៅកើតក្នុងកំណើតហ្នឹងព្រះអង្គសម្ដែងអញ្ចឹងហើយចុះមិនបានខ្ញុំព្រះអង្គចេញពីហ្នឹងទៅកើតជាមនុស្សកថ្លង់ថាមកពីអ្នកឯងកាលដែលនៅរស់ហ្នឹងអត់ដែលឮសេចក្តីល្អពីម្ដាយឪពុកទូមានព្រានបដៅមិនឮនឹងគ្រូបាអាចារ្យនិយាយណែនាំពាក្យត្រឹមត្រូវពាក្យពិរោះពាក្យគួរស្ដាប់មិនឮប្រសង់ទេសនាអាចារ្យនិយាយធម៌មិនខ្ចីស្ដាប់មិនខ្ចីឮអ្នកដតីណែនាំឲ្យដើរផ្លូវល្អមិនខ្ចីធ្វើដឹងរឿងល្អមិនខ្ចីធ្វើឃើញអ្នកដតីកើតទុកមិនខ្ចីជួយធ្វើមិនដឹងធ្វើមិនឮចង់អាណាដាច់បាយកាហាយទឹកក៏មិនខ្ចីធ្វើខ្វល់មិនខ្ចីធ្វើដឹងមិនខ្ចីធ្វើឮអាណាកើតទុកអាណាក្តៅកាហាយអាណាក៏មិនខ្ចីខ្វល់មិនខ្ចីរវល់ជាមួយអ្នកណាទាំងអស់ចឹងបានអ្នកឯងត្រូវកើតមកជាមនុស្សកថ្លង់មិនដឹងមិនឮអីទាំងអស់ហ្នឹងហើយបានគេឲ្យមកមកឲ្យមកថ្លង់ចឹងរឿងទាំងអស់សិតតែមានហេតុចឹងញោមបងហ្នឹងហើយយើងចេះបន្ទោសយាយខ្លះណ
កូនគាត់កើតមកជាតិនឹងល្អហើយស្រាប់តែវាអត់ដែលចេះរាំច្រៀងផឹកស៊ីអីទេស្រាប់តែថ្ងៃមួយដប់គាត់ទៅវត្តមកវិញអាណាលោបកាប់វាពីក្រោយស្លាប់មានជាក់ស្ដែងហើយគាត់មកសួរអាត្មាគាត់ថាកណាដូចលែងចង់ជឿបន់ទេគុណដូមិនដឹងតែបន់ឯបាបមានឯអត់បើកូនកណាអាពៅនឹងវាល្អនោះល្អវាមិនចេះរាំច្រៀងផឹកស៊ីអីស្រាប់តែសុកគេលោបមកកាប់វាពីក្រោយស្លាប់ហើយមនុស្សវាអត់ដែលទៅគំនុំជាមួយអ្នកណាសោះគាត់ថាអញ្ចឹងណាគាត់នៅនិយាយតដែលកណាលែងចង់ជឿបន់ណាមនុស្សធ្វើតែល្អវាទៅជាអាយុខ្លីអាត្មាតាញោមជាតិហ្នឹងកូនយើងល្អមែនបងប៉ិនមុនមកជាតិហ្នឹងអតីតមិនដឹងតែគាត់ធ្វើអីខ្លះបងព្រោះយើងទាំងអស់គ្នាអតីតជាហេតុបច្ចុប្បន្នជាផលបច្ចុប្បន្នជាហេតុអនាគតជាផលព្រោះវាតគ្នាអញ្ចឹងណាញោមយើងមើលអត់ឃើញអតីតជាហេតុហ្នឹងមានន័យថាម៉េចមានន័យថាញោមកបានប្តីធ្វើញោមស្រីបានប្តីធ្វើគ្រូបង្រៀនឬក៏ធ្វើការងារប៉ូលីសមន្ត្រីរាជការអញ្ចឹងប្តីយើងធ្វើការខែ1ដល់ចុងខែដល់ចុងខែ1ឬដើមខែ2បានគេបើកលុយខែ1ឲ្យយើងខែ2មិនអញ្ចឹងមានន័យដែលយើងធ្វើខែ1យើងបើកលុយខែ2យកមកឲ្យប្រពន្ធចាយអាខែ1ហ្នឹងដល់ខែ2បានប្រពន្ធបានចាយដូចបាក់និយាយយើងធ្វើការខែ1ប៉ិនយើងបើកលុយអាខែ1ដល់ចុងខែដល់ដាច់ខែបានគេបើកអាខែ1ហ្នឹងយកមកឲ្យយើងចាយអញ្ចឹងយើងជាប្រពន្ធហ្នឹងចាយលុយខែ2ព្រោះអាស្រ័យប្រាក់ខែប្តីធ្វើការខែ1មិនអញ្ចឹងដល់ប្តីធ្វើការខែ2នេះអត់ទាន់បានលុយចាយក្នុងពេលដែលធ្វើហ្នឹងទេតោះតែចាំផុតអាខែ2ហ្នឹងបានទុកឲ្យយើងចាយខែ3បន្តទៀតអញ្ចឹងអាបុណ្យនៃបាបនិយាយឲ្យងាយយល់អញ្ចឹងណាញោមយើងមកកើតឥឡូវនេះហាក់បីដូចជាយើងចាយលុយគឺពូជសេចក្តីល្អដែលយើងសន្សំពីជាតិមុនមកយកមកចាយឥឡូវហ្នឹងដល់យើងមកកើតឥឡូវហ្នឹងធ្វើល្អខ្លះធ្វើអាក្រក់ខ្លះបុណ្យខ្លះបាបខ្លះទៅសើគេខ្លះនិន្ទាគេខ្លះហ្នឹងហើយល្អខ្លះអាក្រក់ខ្លះឥឡូវហ្នឹងជាហេតុទៀតដល់ពេលយើងដាច់ខ្យល់ទៅជាតិក្រោយទទួលអាយើងកំពុងធ្វើរាល់ថ្ងៃហ្នឹងទង្វើយើងធ្វើអីខ្លះរាល់ថ្ងៃនេះយើងបំរើម៉ែឪអីខ្លះយើងធ្វើសេចក្តីល្អអីខ្លះយើងធ្វើអាក្រក់អីខ្លះអាបច្ចុប្បន្នហ្នឹងជាពូជរបស់យើងទៀតដល់ពេលយើងដាច់ខ្យល់ទៅយើងសោយអាពូជដែលយើងកំពុងធ្វើរាល់ថ្ងៃហ្នឹងអញ្ចឹងបាទអាត្មាថាប្រឹងណាប្រឹងអាជាតិហ្នឹងមើលតែយើងខ្វះអីយើងប្រឹងអាហ្នឹងបងបើថាជាតិនេះអញរូបមិនសូវស្អាតអញ្ចឹងខំដាំអាពូជគឺរូបល្អហើយដើម្បីឲ្យបានរូបល្អព្រះលោកថាដាំពូជ3មើលបងប្អូនអ្នកណាចង់បានរូបស្អាតទេចង់បានរូបស្អាតព្រះថាដាំអាពូជ3ហ្នឹងទី1គឺដាំពូជនៃការមិនខឹងក្រោធ